ว้าวโอ้โหពិតជាមិនធម្មតាមែនតើតាដើរមកថតផ្ទាល់អញ្ចឹងឃើញផ្ទាល់អញ្ចឹងបានដឹងថាទឹកដៃបំផ្លាញពិតជាមិនធម្មតាបូមស្រះតតែអាយ៉ាអាយាយសយោអស់អាលីងបងប្អូនអើយតោះឥឡូវទៅជួបមុខអ្នកបូមស្រះទាំងអស់គ្នាបាទនេះមើលមុខគាត់ឲ្យហើយបងប្អូនណាបូមស្រះដល់ហើយរោម៉ាស៊ីនតតែធ្លាយសយោអស់អាលីងបងប្អូនហើយលោកគ្រូម្នាក់ទៀតនឹងកំពុងតែទាញត្រកួនចេញពីមាត់ស្រះដើម្បីងាយស្រួលចាប់ត្រីបាទអនុញ្ញាតគោរពជំរាបសួរលោកស្រីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី14ខែ4 2025ត្រូវនឹងថ្ងៃចូលឆ្នាំខ្មែរខ្ញុំនឹងបងប្រុសខ្ញុំបានជិះម៉ូតូរ៉ឺម៉កដើម្បីទៅខ្ចីម៉ាស៊ីនបូមទឹកនៅផ្ទះបងថ្លៃរបស់ខ្ញុំគ្រាន់តែទៅដល់ភ្លាមបងប្អូនអើយទទួលរាក់ទាក់ដោយសន្តិសុខភូមិ2នាក់បាទមកព្រុសនៅមាត់ទ្វារតតែម្ចាស់ផ្ទះគាត់ដឹងគាត់ឮគាត់ឃើញទៅបានយកសោមកបើកទ្វាររបងផ្ទះដើម្បីឲ្យចូលបានហើយនៅពេលដែលគាត់បើកទ្វារផ្ទះបានហើយខ្ញុំក៏ចូលរម៉កក៏មិនបងឯបងអង្គយូរទេបងប្អូនអើយដោយសារនៅផ្ទះរបស់គាត់ហ្នឹងគឺពូកែដាំដំណាំបាទផ្សេងមានបន្លែត្រកួនមានត្រសក់ចណាបងប្អូននេះឃើញត្រសក់ជារងហើយដោតចណាដោតអីគឺគាត់អត់ចេះទំនេរទេផ្ទះបងថ្លៃខ្ញុំគាត់មានដាំដើមឈើហូបផ្លែដូចជាក្រូចថ្លុងមានរនោងត្រើងបាទមានចេកជាដើមមានត្រឡាចយំទៅគឺគាត់ដាំជាបន្លែហូបមិនចាំបាច់ទិញគេទេបាទមានត្រីឆ្អើកូនប្រសាយកមកពីព្រៃវែងទៀតបាទគាត់ប្រាប់ខ្ញុំអានេះដូចជាដើមចកគាត់ដាំគាត់រក្សាទុកក្នុងទឹកហ្នឹងដើម្បីឲ្យត្រីរបស់គាត់បានស៊ីហើយបន្តិចទៀតគាត់ថាចង់ឃើញត្រីបាទចង់ឃើញត្រីគាត់ក៏នាំខ្ញុំទៅមើលកន្លែងចិញ្ចឹមត្រីអណ្ដែងរបស់គាត់បានយកបាយកកគាត់ថាអត់មានចំណីទេចំណីតតែម្ចាស់គេមកបានដាក់ចំណីហ្នឹងឥឡូវអត់មានចំណីឲ្យគាត់យកបាយកកមកជំនួសដើម្បីឲ្យខ្ញុំបានថតបានឃើញអំពីកន្លែងដែលចិញ្ចឹមត្រីរបស់កូនប្រសារបស់គាត់បាទគឺមានគំនិតច្នៃប្រឌិតខ្ពស់មែនតើចេះចិញ្ចឹមត្រីបានយ៉ាងល្អតែបន្តិចទៀតបានខ្លែមកបងប្អូនមិនត្រឹមតែប៉ុណ្ណោះគាត់នាំទៅមើលអាត្រីស្រះបាទត្រីស្រះនោះគាត់មានចិញ្ចឹមដូចជាត្រីក្រាញ់យ៉ាក់បាទត្រីក្រាញ់យ៉ាក់ហ្នឹងគឺធំប៉ុន្តែថ្ងៃហ្នឹងគឺម្ចាស់គាត់អត់ទាន់បានមកបោះចំណីហើយចៅក៏បានយកចំណីមកបោះដើម្បីឲ្យខ្ញុំបានថតបានឃើញប៉ុន្តែត្រីអត់ទាន់មកគ្រប់ទេប៉ុន្តែខ្ញុំបញ្ញាប់យកម៉ាស៊ីនទៅបូមស្រះហើយគាត់ក៏មានគាត់ថាមានចិញ្ចឹមក្រួចទៀតបាទគាត់ដាក់ក្រួចមួយទ្រុងហើយខ្ញុំនោះក៏មិនបង្អង់យូរទេរត់ទៅថតក្រួចនឹងទៀតបាទមើលទៅក៏ធំធាត់ល្អមែនតើគឺគាត់មានគំនិតច្នៃប្រឌិតមែនតើគ្រួសារគាត់បាទចិញ្ចឹមតាំងពីក្រួចត្រីអណ្ដែងត្រីក្រាញ់យ៉ាក់ហើយមិនត្រឹមតែប៉ុណ្ណោះគាត់ក៏មានចិញ្ចឹមដូចជាមាន់ទាអីផ្សេងបាទជាលក្ខណៈគ្រួសារគ្រាន់តែមើលក៏វាមានក្តីសុខដែរគ្រាន់តែមើលណាបងប្អូនតម្រាំតែបានម៉ាស៊ីនបូមទឹកនឹងយកទៅបូមស្រះហ្នឹងគឺថាដើរថតមកជុំវិញផ្ទះគាត់ហ្នឹងតអស់អាលីងណាបាទវីដេអូនេះក៏ផ្ដាំផ្ញើនឹងក៏ថតបង្ហាញចែករំលែកបទពិសោធន៍ទៅដល់បងប្អូនហ្វេនយើងមួយចំនួនទៀតណាបើថាផ្ទះទំនេរដីធំទលំទលាយទេក៏យើងចិញ្ចឹមរបៀបដូចគាត់នេះក៏ល្អប្រសើរដែរបងប្អូនផ្ទះគាត់នឹងមានចិញ្ចឹមមាន់ចិញ្ចឹមទាចិញ្ចឹមគោហើយដីគាត់មិនសូវធំប្រមាណទេប៉ុន្តែគាត់ឧស្សាហ៍ព្យាយាមគាត់ប្រើប្រាស់ដីមិនឲ្យទំនេរទេគាត់ដាំនេះដាំនោះបាទសល់ប្រមាណទៅក៏គាត់ដាក់ដូចជាមាន់ជាទាអីចិញ្ចឹមនៅក្នុងទីធ្លាផ្ទះរបស់គាត់ហ្នឹងឯងបាទមិនយូរប្រមាណក៏បងថ្លៃគាត់ទៅតេស្តអាដេញម៉ាស៊ីនហ្នឹងទៅវាឆេះអត់យ៉ាវាឆេះពុកឆេះមួយឆេះតែម្ដងបន្ទាប់មកក៏យកចាប់ផ្ដើមមកបូមស្រះតែម្ដងគ្រាន់តែដឹកម៉ាស៊ីនមកដល់ផ្ទះភ្លាមគឺមានកូនក្មួយបាទរត់ជួយទាញតយោទាញអីហើយខ្ញុំរត់មកថតសកម្មភាពបងប្រុសខ្ញុំលើកម៉ាស៊ីនមួយម្នាក់ឯងបាទពិតជាខ្លាំងមែនតើលើកម៉ាស៊ីនមួយម្នាក់ឯងដោយសារអាប្អូននេះលើអត់ជួយលើកទេអាឡែងរត់មកថតបងចឹងទេគាត់ក៏លើកម៉ាស៊ីនមកដាក់ចូលស្រះក៏ទាញអាដេញតយោបន្លាយតយោបាទពលាទៅមាត់ស្រះហ្នឹងគាត់ក៏ចង់
រឹតមាត់តយោនឹងបាទហើយតយោនឹងដឹងទុកប្រមាណខែប្រមាណឆ្នាំទេបងថ្លៃព្រោះមួយឆ្នាំនឹងខ្ចីគាត់បូមស្រះម្ដងឥឡូវកំពុងតែរៀបចំតយោវាយស្នឹងវាយអីទប់ម៉ាស៊ីនកុំឲ្យវាដើរណាពេលវាបូមទៅវាអាចដើរដល់ពេលបើកមើលស្តែនសាំងស្រាប់តែអស់សាំងអាលីងក៏ប្រើក្មួយឲ្យទៅទិញសាំង2លីត្រដើម្បីយកមកចាក់ក្នុងម៉ាស៊ីនហ្នឹងបាទដើម្បីឲ្យវាដំណើរការបូមស្រះណា2លីត្រនេះបូមមិនអស់ផងដោយសារស្រះនោះក៏មានទឹកតិចហើយត្រីនោះក៏ច្រើនទៀតប៉ុន្តែវាសម្បូរអាត្រីល្អិតបងប្អូនអើយអត់សូវមានត្រីរស់ត្រីឆ្ដោត្រីអីទេស្រះហ្នឹងពីព្រោះមានតែទឹកភ្លៀងហើយបន្ទាប់ពីចាក់សាំងរួចគាត់រៀបលបារៀបអីបូតយោធ្លាយនោះចាប់ផ្ដើមបច្ឆេះម៉ាស៊ីនបច្ឆេះអីដើម្បីបូមទឹកស្រះនោះឡើងមកគ្រាន់តែបច្ឆេះឆាច់បងប្អូនអើយតយោដូចផ្កាឈូកចឹងធ្លាយធ្លាយទឹកចាញ់ឲ្យប្រងព្រាតអានេះក្មួយនឹងចាប់ផ្ដើមយកអរិញបកីយកមកដាក់គីឡូដោយត្រីឲ្យបងប្អូនមើលតែរំតែបានរីងមកស្រះហ្នឹងគឺថាតែយោធ្លាយហ្នឹងវាធ្លាយហូរទៅចូលស្រះវិញតែរដែលនេះហើយបងខ្ញុំដោយសារតែយោធ្លាយគ្រប់កន្លែងពេកគាត់លេងឡើងតាហ្គាដើម្បីឲ្យទឹកហ្នឹងវាចេញឲ្យលឿនបាទលឿនបន្តិចដើម្បីឲ្យឆាប់រីងណាគាត់តម្លើងតាហ្គាតែរហូតគាត់អង្គុយឯនៅហ្នឹងអត់មានប្រឡែងម៉ាស៊ីនចោលទេហើយខ្ញុំក៏មកថតសកម្មភាពនៅក្នុងស្រះត្រីនៅពេលដែលវាបូមយើងបូមទឹកចេញអញ្ចឹងទៅក៏វាចាប់ដើមជ្រើមជ្រួលហើយបងថ្លៃខ្ញុំនេះមិនបងអង្គយូរទេចុះទៅទាញតគួនបាទអានេះមើលមុខគាត់ទៅហើយទៅនេះឯងអ្នកបូមស្រះបាទនេះឯងអ្នកបូមស្រះអ្នកលើកម៉ាស៊ីនបាទបាញ់ឆេះទំលាយតយោម៉ាស៊ីនបងថ្លៃអស់លេងបាទនេះលោកគ្រូបង្រៀននៅវិទ្យាល័យស្ទឹងសែនលោកគ្រូយួនវណ្ណៈគាត់បាត្រកួនបាអីចេញពីមាត់ស្រះហ្នឹងដើម្បីងាយស្រួលចាប់ត្រីគាត់ថាបាមកសិតតែខ្ចងបងប្អូនអើយគ្រូនេះបកកែខាងអនាម័យគាត់បកកែណាស់រឿងសម្អាតសម្រាមនៅបឹងជប៉ុនគឺគាត់ហ្នឹងហើយតែដោយលីមុខផ្សេងទៀតលីមុខវាម៉ាយចាយដោយស្រោមដោយសារបូមទៅតយោជាប់នឹងកញ្ចែហ្នឹងវាធ្លាយខ្លាំងពេកឥឡូវគាត់ត្រឡប់តយោពីម្ខាងមកម្ខាងទៀតឥឡូវធ្លាយតដែលធ្លាយចង់ខ្លាំងជាងមុនទៀតបងប្អូនអើយតែរំតាបានរិញមកស្រះហ្នឹងគឺថាបាទប្រហែលជា2ម៉ោងទៅរំតារិញហើយស្រះហ្នឹងអត់មានទឹកច្រើនទេទឹកតិចល្មមទេប៉ុន្តែបងប្អូនមើលតយោនេះតែរំតែបានរិញនោះមិនបាច់និយាយទេតែយោធ្លាយគ្រប់កន្លែងឥឡូវដូរទៀតត្រឡប់ទៀតឥឡូវមានអីនឹងបានបូមរិញបងប្អូនអើយបើគាត់កាន់តែរោអាតយោវាកាន់តែធ្លាយមានអីទឹកដូចបាញ់ទឹកលេងក្នុងស្រះហ្នឹងឯងវាមានរិញអីវាហូរពីក្នុងចេញពីតយោចូលស្រះវិញត្រដែលឥឡូវដូរវិញទៀតហើយបកែធ្លាយពេកឥឡូវលោកគ្រូគាត់ចាប់ផ្ដើមដូរត្រឡប់តយោម្ដងទៀតលើកនេះគាត់បច្ឆេះឆាច់ឥឡូវទឹកលែងធ្លាយដូចមុនណារៀងក្រាន់បើបាទលើកនេះគាត់រោយកតែមែនតែនបងប្អូនយកតែមែនតែនហ្មងធ្លាយតនបានអីធ្លាយទៀតហើយតែយកចាស់ឲ្យទុកចោលយូរឆ្នាំដែរបងប្អូនដល់ពេលអញ្ចឹងគាត់ត្រឡំទៅបានរិញមកស្រះនេះគឺថាត្រឡប់តលិនតយោ2-3 ដងដោយសារតយោធ្លាយលឿនអញ្ចឹងគាត់ក៏ចាប់ផ្ដើមរោម៉ាស៊ីនឲ្យរាំងខ្លាំងជាងមុនបន្តិចដើម្បីឲ្យវាបូមទឹកកាន់តែលឿនហើយឆាប់រិញណាបងប្អូនឥឡូវគាត់ចាប់ផ្ដើមរោម៉ាស៊ីនទៅឃើញថាទឹកដូចជាសណ្ដក់រិញកាន់តែលឿនណាកាន់តែលឿនទៅហើយចុងក្រោយក៏បូមនៅតែមិនរិញដដែលដោយសារផុកក៏ជ្រៅទឹកក៏ចេញលឿនហើយគាត់ខំប្រឹងរោធ្វើម៉េចឲ្យបានទឹកស្រកកាន់តែច្រើនទៅយើងងាយស្រួលចាប់ត្រីប៉ុន្តែចុងបញ្ចប់គឺទឹកអត់រិញទេហើយក៏យើងសម្រេចចិត្តថាចុះចាប់ត្រីតែម្ដងបាទនេះសកម្មភាពចាប់ត្រីចាប់បានមេបឹង2ហើយត្រីដែលចាប់បានក៏មិនសូវធំប្រហែលទេបងប្អូននេះ1.1 គីឡូដែរទេវាមិនសូវជាធំព្រោះស្រះក៏រាងតូចហើយវារាក់ដែរទេបូមប្រហែលជា2 ម៉ោងនឹងរិញហើយអត់ដល់2 ម៉ោងផងតែដោយសារតយោធ្លាយណាបាទហើយសម្បូរខ្លាំងជាងគេគឺត្រីកំភ្លៀងបងប្អូនស្គាល់ត្រីកំភ្លៀងទេបាទគ្រាន់តែយកកញ្ច្រែងដួសគឺថាមកកញ្ច្រែងកន្លះគីឡូមកកញ្ច្រែង2-3 ខាំបាទតែដោយសារកញ្ច្រែងនោះរាងតូចផងក៏ដួស
ខ្ញុំដួសយកតែមួយចំនួនទេបងប្អូនខ្ញុំអត់ហ៊ានដួសយកច្រើនទេដោយសារបងប្អូនកូនក្មួយគាត់ថាំងកុំយកត្រីតូចមកច្រើនគាត់ខ្ជិលធ្វើផងណាមួយត្រីតូចពេកយើងទុកវាឲ្យរស់ទៅយើងចាប់យកតែត្រីធំទៅបានហើយប៉ុន្តែខ្ញុំឃើញល្អទៅក៏ខ្ញុំដួសដើម្បីឲ្យក្មួយថតវីដេអូចែកជូនបងប្អូនទស្សនាមើលលេងកំសាន្តណាបន្ទាប់ពីចាប់ត្រីបានមួយចំនួនហ្នឹងខ្ញុំក៏រំលែកពេត្រូបានដោយចាក់ត្រីពីពេត្រូមួយចូលទៅពេត្រូមួយដើម្បីយកត្រីនោះទៅប្រោះទុកឬក៏យកទៅធ្វើបណ្ដើកុំឲ្យថ្ងៃក្តៅហើយខ្ញុំក៏បន្តទៅចាប់ត្រីតទៅទៀតបន្ទាប់ពីចាប់ត្រីរួចហ្នឹងខ្ញុំក៏មកថតសកម្មភាពបងប្អូនកូនក្មួយកំពុងតែធ្វើត្រីហើយគាត់ល្អូទៀតណាគាត់ថាចាប់ត្រីទូចមកច្រើនតាមពិតហ្នឹងខ្ញុំដួសតែ2 3កញ្ច្រែងយកមកទេបើសិនជាចាប់ឲ្យអស់នោះប្រហែលជា3 4ពេត្រូទៀតត្រីកំភ្លេងនឹងច្រើនមែនតែននៅក្នុងស្រះហ្នឹងហើយនេះក៏ខ្ញុំថតសកម្មភាពអ្នកខ្ជិលធ្វើត្រីហើយខ្ញុំក៏សួរថាណាត្រីធំយកទៅប្រោះទុកឯណាបាទក៏ដើរតាមផ្លូវគៀនផ្ទះម្ដាយរបស់ខ្ញុំហ្នឹងគេយកទៅលាក់ទុកនៅក្នុងចង្ក្រានបាយផ្ទះរបស់ម៉ែខ្ញុំហ្នឹងឯងបើកធុងខ្វាក់មកបងប្អូនអើយត្រីប្រហែលជា10 គីឡូនៅក្នុងធុងហ្នឹងអានឹងត្រីធំណាវាមិនច្រើនប៉ុន្មានទេបងប្អូនប៉ុន្តែយើងអាចដោះស្រាយមកគ្រានៅក្នុងការបុណ្យទានចូលឆ្នាំអីជុំបងប្អូនម្ដងណានេះបងប្អូនណាប្រិយមិត្តទាំងអស់គ្នានេះកំពូលអ្នកខ្ជិលធ្វើត្រីមិនខ្ជិលទេដោយសារឃើញត្រីច្រើនពេកត្រីសបោណាប៉ុន្តែភាគច្រើនគឺត្រីអាត្រីនេះកំភ្លៀងនេះវាច្រើនជាងត្រីធំដូច្នេះទេក៏ចាប់យកតែមួយចំនួនតូចទៅនេះស្រីស្អាតលក់បាយប្រចាំសាលាវិទ្យាល័យស្ទឹងសែនស្រយៅអូនប៉ទី2តើជាមួយនឹងខួងមិនអាចឆ្លើហើយនេះបងប្អូនមើលមុខអ្នកខ្លាចពស់ផលិតបាទពស់ផលិតនៅក្នុងទួងហើយមើលបោះទៅឲ្យវ័នទៅងាប់អញអើយតៃអើយបើប៉ុនគ្រូណាក់នេះខ្លាចពស់អាក្រក់នោះហើយបើពស់គ្រូណាក់មិនឃើញខ្លាចមកនោះយកវិញមក